In this episode, you will be asking yourself, who am I? Where am I from? Who do I work for? Chàoជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Ask បង Kanchini Channel នៅក្នុងសប្តាហ៍នេះយើងនឹងចាប់ផ្ដើម episode ទី1របស់យើងដែលដកស្រង់ចេញពីសៀវភៅ Leadership Masterclass ដោយលោក Steve Lawrence ចាអញ្ចឹងក្នុង episode មួយនេះចា episode 1យើងនឹងដាក់ចំណងជើងវាថា Who are you really តើយើងគឺជានរណាគេពិតប្រាកដចាអូខេអញ្ចឹងដើម្បីឲ្យការដែលយើងរៀនជាមួយគ្នាកាន់តែមានភាពងាយស្រួលក៏ដូចជាសប្បាយរីករាយខ្ញុំបានរៀបចំ slide អរគុណដល់ជំនួយការខ្ញុំដែលបានរៀបចំ slide សម្រាប់ខ្ញុំអរគុណបងប្រុសអូខេអញ្ចឹងយើងនឹងចូលទៅមើល slide របស់យើងជាមួយគ្នាចានៅក្នុងកន្លែងនេះមានចំណងជើងថា Who are you really អូខេប្រហែលឈប់ខ្ញុំសុំមើលសិនខ្លាចលោឃើញហើយមិញប៊ីទៅដល់បានឃើញ slide អូខេអញ្ចឹងយើងនឹងចាប់ផ្ដើមតែម្ដងចាអញ្ចឹងយើងមើលមកលើក្តារខៀនរបស់យើងនៅលើ slide របស់យើង Leadership in Simple English អញ្ចឹងនៅក្នុងមេរៀនរបស់យើងអាចដាក់ចំណងជើងថា episode 1 ក្រោម series Leadership in Simple English ភាពជាអ្នកដឹកនាំតាមរយៈភាសាអង់គ្លេសសាមញ្ញអញ្ចឹងយើងរៀនបានទាំងមេរៀនតាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំក៏ដូចជាភាសាអង់គ្លេសផងដែរចាអូខេយើងនឹងបន្តទៅទៀតអញ្ចឹង slide បន្ទាប់កន្លែងនេះមានសំណួរចាប់ផ្ដើមដំបូង opening question ណាចាអញ្ចឹងពេលដែលសរសេរសភៅហ្នឹងលោក Steve Lawrence គាត់បានចោទសំណួរមួយសួរយើងគាត់បានឲ្យយើងគិតថាយើងគឺជានរណាគេ Who are you really are ចាឧទាហរណ៍ថាគេឲ្យយើងនិយាយពីឈ្មោះយើងអត់ឲ្យនិយាយពីការងារយើងអត់ឲ្យនិយាយថាយើងមកពីណាតែយើងដឹងថាយើងជានរណាគេអត់អូខេដូចម្នាក់ក្នុងរូបនេះគេថាI kind of have a jobខ្ញុំឈ្មោះអី Where am I from ហ្នឹងហើយអញ្ចឹងបើសិនជាយើងអត់ច្បាស់តាំងប៉ុណ្្នឹងផងយើងអត់ច្បាស់ខ្លាំងមែនតើប៉ុន្តែក្រោយនេះគេចង់ថាចុះបើសំណួរវាលើសពីហ្នឹងទៀតតែយើងមានចម្លើយថាយើងជានរណាគេអត់អូខេយើងមើល slide បន្ទាប់អញ្ចឹងសំណួរធំឬក៏គំនិតតែធំមួយ the big idea ហ្នឹងណាSteve Lawrence គាត់បានបរៀនយើងថា leadership begins with knowing who you are created to be ចាអញ្ចឹងមុននឹងយើងចង់ទៅដឹកនាំគេយើងត្រូវដឹកនាំខ្លួនឯងសិនភាពជាអ្នកដឹកនាំគឺចាប់ផ្ដើមដោយការដឹងថាព្រះបានបង្កើតយើងឲ្យមានលក្ខណៈជាមនុស្សបែបណាចាអញ្ចឹងខ្ញុំខ្លួនឯងខ្ញុំអាចសារភាពថាអស់ពេលជាច្រើនឆ្នាំដែលខ្ញុំតូចចិត្តឬក៏អន់ចិត្តជាមួយនឹងមិនបានខ្ញុំចរិតអញ្ចេះមិនបានខ្ញុំមិនកាចមិនបានខ្ញុំមិនឆ្នះមិនបានខ្ញុំផឹងអីចឹងណាប៉ុន្តែនៅពេលដែលខ្ញុំស្គាល់ខ្លួនខ្ញុំធ្វើឲ្យខ្ញុំកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការដែលខ្ញុំធ្វើការឬក៏ដឹកនាំក្រុមឬក៏ដឹកនាំជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំអញ្ចឹង leadership begins with knowing who you are created to be ចាពុំយើងគឺមានតែមួយទេចាមានម្នាក់គាត់និយាយថា be yourself because everything else is already taken ហ្នឹងហើយអញ្ចឹងធ្វើជាខ្លួនឯងដោយសារអ្នកផ្សេងទៀតគេយកអស់ហើយអញ្ចឹងយើងធ្វើជាខ្លួនយើងអូខេតទៅទៀតអញ្ចឹងគាត់បានឲ្យយើងមើលឬក៏គិតអំពីដើមឈើមួយនៅក្នុងសភៅរបស់លោក Steve Lawrence គាត់និយាយអំពីថាការដែលយើងដឹងសញ្ជឹងគិតពីខ្លួនយើងស្គាល់អត្តសញ្ញាណខ្លួនយើងហើយអត្តសញ្ញាណនេះវាដូចជាយើងមើលក្នុងរូបនេះអត្តសញ្ញាណហ្នឹងបីដូចជាឫសចាអត្តសញ្ញាណបីដូចជាឫសហើយដល់ពេលដែលយើងដឹងថាយើងជានរណាវាបង្កើតជា character អាកប្បមិនគាត់ថាជាអាកប្បកិរិយាវាជារបៀបដែលយើងប្រព្រឹត្តចាហើយទាំងអស់ហ្នឹងចុងក្រោយបែកមេឃសាខាចេញជា pipeline ហ្នឹងបានជា leadership ភាពជាអ្នកដឹកនាំហ្នឹងអញ្ចឹងយើងដែលឃើញថាអូមេហ្នឹងគាត់មិនអញ្ចឹងមិនបានមេហ្នឹងអញ្ចេះអីចឹងណាអញ្ចឹងយើងទៅមើលថាតើគាត់មានអត្តសញ្ញាណជាមនុស្សដូចម្ដេចចាcharacter បីដូចជាដើមអញ្ចឹងចាតែទាំងអស់ហ្នឹងវាចេញមកពីការដែលមានអត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់អញ្ចឹងអត្តសញ្ញាណបីដូចជាឬ character បុគ្គលិកលក្ខណៈឬក៏អរិយាប័ត្រហ្នឹងវាបីដូចជាដើមឈើហើយចុងក្រោយ pop fly ចាអញ្ចឹងពេលខ្លះយើងឃើញតែ fly យហ្មងតែយើងភ្លេចមើលឫសយើងភ្លេចមើលគល់វាអូខេអញ្ចឹងសំខាន់ដែលយើងត្រូវត្រឡប់ទៅមើលឫសថាឫសហ្នឹង
ចេញមក identity ហ្នឹងផ្សារភ្ជាប់ជាមួយនឹងអ្វីចាអញ្ចឹងយើងត្រូវស្គាល់ខ្លួនឯងអូខេអញ្ចឹងឥឡូវយើងដល់ពាក្យរៀន vocabulary ហើយដូចខ្ញុំបានប្រាប់ពីរាល់ដងអញ្ចឹងការដែលយើងរៀនជាមួយគ្នាគឺយើងចង់មានពេលរៀនអង់គ្លេសផងដែរអូខេអញ្ចឹងឥឡូវយើងគិតមើលកលេចមកពាក្យមួយចំនួនដែលយើងឃើញនៅកន្លែងនេះមានពាក្យ self reflection មានពាក្យ identity មានពាក្យ strength មានពាក្យ weakness មានពាក្យ unique purpose ហើយនិង journey អូខេអញ្ចឹងយើងមើលមកពាក្យដំបូងគឺ self reflectionកន្លែងនេះយើងដាក់ថា think deeply about yourself ការដែលយើងគិតអំពីខ្លួនយើងយ៉ាងស៊ីជម្រៅចាពេលខ្លះយើងបញ្ញាប់យើងអាចបានគិតអំពីខ្លួនយើងអាចបានគិតថាម៉េចបើខ្ញុំខឹងអញ្ចឹងម៉េចបើខ្ញុំអន់ចិត្តអញ្ចឹងម៉េចបើខ្ញុំច្រឡំមាត់ធំដាក់គេអញ្ចឹងម៉េចបើខ្ញុំច្រឡំស្រែកអីអញ្ចឹងណាពេលខ្លះចូលច្រឡំយូរទៅជាទម្លាប់មនុស្សហ្នឹងគឺមួម៉ៅរហូតគឺស្រែករហូតមុខកមើរហូតអត់ចេះឲ្យញឹមរហូតចាអញ្ចឹងនៅពេលដែលគាត់បន្ថយល្បឿនហើយគាត់ចាប់ផ្ដើមឆ្លោះបញ្ចាំងពីខ្លួនឯងចាប់ផ្ដើមធ្វើ self reflection យើងឃើញថាគាត់ចាប់ផ្ដើមខ្លាចជាមនុស្សផ្សេងទៀតអញ្ចឹងថាឧទាហរណ៍នេះ through self reflection I learn from my mistakes តាមរយៈដែលខ្ញុំឆ្លោះបញ្ចាំងពីខ្លួនឯងខ្ញុំបានរៀនពីកំហុសរបស់ខ្ញុំអញ្ចឹងបើសិនជាអត់បានឆ្លោះបញ្ចាំងអត់បានរៀនពីកំហុសដូចយើងមើលរឿងចិនអញ្ចឹងគេឲ្យយើងចូលបន្ទប់ពិចារណាកំហុសអញ្ចឹងណាក៏ពិតបើយើងគិតឲ្យដិតដល់បើសិនជាយើងអត់បានពិចារណាទេយើងអត់បានរៀនអ្វីដែលយើងបានធ្វើថាវាខុសវាត្រូវព្រោះអត់មានអ្នកណាគេដែលអត់ខ្ចោះទេប៉ុន្តែបើយើងអត់បានសញ្ជឹងគិតយើងនឹងរត់ឃើញទេអញ្ចឹងដូចគេនិយាយថាបទពិសោធន៍វានឹងជួយយើងប៉ុន្តែក៏ប៉ិតបទពិសោធន៍ដំបូងបទពិសោធន៍តែមួយមិនដំបូងបទពិសោធន៍តែមួយមិនអាចជួយយើងបានទេប៉ុន្តែ evaluated experience បទពិសោធន៍ដែលយើងបានវិភាគវាតម្លៃទៅលើវាអូខេទី2 identity អត្តសញ្ញាណអូខេ your identity is more than your job អត្តសញ្ញាណរបស់អ្នកมันគ្រាន់តែនៅលើការងាររបស់អ្នកឯងវាមានអីលើសពីនឹងទៀតចា strength ភាពខ្លាំងឬក៏ចំណុចខ្លាំង my strength is creativity ភាពខ្លាំងរបស់ខ្ញុំគឺភាពច្នៃប្រឌិតចាគឺជាភាពច្នៃប្រឌិត weakness something you need to improve ចំណុចខ្សោយ my weakness is overthinking ចំណុចខ្សោយរបស់ខ្ញុំគឺប្រកែចាក់ស្មុកហ្មងអូខេ unique one of a kind មិនដូចនរណាឬក៏ខុសប្លែកពីគេ every person is unique in God's design purpose reason you exist God gives everyone a purpose ព្រះជាម្ចាស់ព្រះអង្គប្រទានឲ្យម្នាក់ៗនូវគោលបំណងប្រចាំជីវិតរបស់គេ journey ដំណើរ leadership is a lifelong journey ភាពជាអ្នកដឹកនាំគឺជាការធ្វើដំណើរពេញមួយឆាកជីវិតអត់ចេះចប់ទេចាចឹងwhen you stop learning you stop growing ពេលយើងឈប់រៀនយើងឈប់លូតលាស់ហើយអូខេយើងអត់ចង់ចឹងទេតទៀត humility ការបន្ទាបខ្លួន not thinking you better than others អត់គិតថាយើងអស្ចារ្យជាងអ្នកផ្សេងទេឬក៏គ្រាន់បើជាងអ្នកផ្សេងទេ humility helps a leader listen ការបន្ទាបខ្លួនជួយឲ្យអ្នកដឹកនាំចេះស្ដាប់ integrity doing what is right even when no one sees ចាសុចរិតភាពត្រឹមត្រូវភាពស្អាតស្អំឧទាហរណ៍ integrity builds trust ពេលអត់មានអ្នកគេមើលឃើញយើងគឺយើងនៅតែជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវ empathy feeling with others ចាការយល់ចិត្តយើងគេថាយល់ចិត្តគេដាក់ចិត្តយើងណាយើងចេះយល់ពីអារម្មណ៍គេ empathy connects people ចាការយល់ចិត្តហ្នឹងវាជួយផ្សារភ្ជាប់មនុស្ស compassion ការដែលមានចិត្តអាណិតអាសូរមានសេចក្តីមេត្តាករុណាហ្នឹងយើង caring and wanting to help okay compassion moves us to action ចិត្តមេត្តាករុណាហ្នឹងជំរុញឲ្យយើងទៅធ្វើសកម្មភាព patience staying calm while waiting ចា staying calm while waiting បន្តមានចិត្តស្ងប់កំឡុងពេលរងចាំយើងធ្លាប់រងចាំអីមួយយើងតែហន្តែងប៉ុន្តែបើយើងមាន patience យើងនឹងស្ងប់ okay patience keeps peace in a team ចាភាពចិត្តអត់ធ្មត់ជួយឲ្យយើងរក្សាឲ្យមាននៅសន្តិភាពនៅក្នុងក្រុមការងារពេលដែលយើងចេះអត់ធ្មត់ចាបើយើងលូនយើងអត់មានសេចក្តីសុខសាន្តឬក៏សន្តិភាពនៅក្នុងក្រុមការងារយើងមិនញាប់យើងតែហេបទៅហប់រហូតចឹង okay stability ស្ថិរភាព stability makes others feel safe ចាឬក៏ស្ថិរភាពឬក៏នឹងណូឬក៏នឹងថឹងភាពនឹងណូភាពនឹងថឹងណាភាពនឹងណូធ្វើឲ្យអ្នកផ្សេងមាន
អារម្មណ៍សុវត្ថិភាពយើងធ្លាប់ធ្វើការឬក៏ជួបមនុស្សដែរអត់មានស្ថិរភាពទេប៉ះអីតិចទៅដឹងតែកលាប់ប៉ះអីតិចទៅដឹងតែកញ្ញាញ់ខួរឬក៏អារម្មណ៍ច្បុកច្បល់អីវាធ្វើឲ្យអ្នកផ្សេងអារម្មណ៍ច្បុកច្បល់ដែរអញ្ចឹងសំខាន់ដែលយើងខ្លួនឯងជាមនុស្សដែល stable ចាយើងអត់ចង់ធ្វើជាមនុស្សដែល unstable ទេមនុស្ស unstable មនុស្សជួយផែនដីជួយរហូតតែយើងចង់ធ្វើមនុស្សដែលនឹងថឹងនឹងណូពេលដែលមានបញ្ហាមកក៏យើងនៅតែ calm and ហើយនឹងដោះស្រាយវាមួយចា self-awareness knowing your feelings and actions ការស្គាល់ខ្លួនឯង self-awareness is the first step to change ចា self-awareness is the first step to change ការដែលយើងស្គាល់ខ្លួនឯងវាជាជំហានដំបូងក្នុងការផ្លាស់ប្រែក្នុងការផ្លាស់ប្ដូរចាបើសិនជាយើងអត់ស្គាល់ខ្លួនឯងយើងផ្លាស់ប្ដូរអត់កើតទេហើយបើឧទាហរណ៍មួយទៀតថាបើយើងអត់ខុសផងហើយយើងទៅសុំទោសគេមិនបើយើងគិតថាយើងអត់ខុសផងហើយយើងទៅសុំទោសគេមិនចាអញ្ចឹងការដែលយើងស្គាល់ខ្លួនឯងវាជួយឲ្យយើងចេះបន្ទាបខ្លួនចេះធ្វើការផ្លាស់ប្ដូរតែបើយើងអត់ស្គាល់ខ្លួនឯងថាយើងជាមនុស្សខឹងឆាប់ខឹងជាមនុស្សដែលបកកាយអន់ចិត្តជាមនុស្សដែលទៀមទាអីចឹងណាអញ្ចឹងបើយើងអត់ស្គាល់ទាំងអស់ហ្នឹងទេយើងអត់អាចផ្លាស់ប្ដូរបានទេបើយើងអត់ដឹងថាយើងឃ្លានបាយផងយើងមិនទៅញ៉ាំបាយបានចាអញ្ចឹងណាអញ្ចឹងសំខាន់ដែលយើងស្គាល់ខ្លួនឯង and self awareness is very very powerful okay all right back to story time so in the book Steve he told us the story about how he discovered himself and he knew himself more and more right នឹងអញ្ចឹងសភៅហ្នឹងគាត់ប្រាប់យើងในរឿងនិទានមួយ so Steve was the CEO of the Lawrence Corporation for 20 years ហ្នឹងហើយ Steve គាត់ធ្វើប្រធានក្រុមហ៊ុនដ៏ធំមួយជា CEO អស់រយៈពេល20ឆ្នាំនៅរដ្ឋមួយចា he managed well but something felt missing ហ្នឹងហើយគាត់ដឹកនាំក្រុមគាត់អីបានល្អមែនតើប៉ុន្តែមានអារម្មណ៍ថាដូចវាមានប្រហោងក្នុងដួងចិត្តគាត់ណា something felt missing later he discovered his true gift ប៉ុន្តែមានថ្ងៃមួយគាត់ស្វែងរកអំណោយទានពិតប្រាកដរបស់គាត់ឃើញ he was a builder ចាគាត់ជាអ្នកដែលកសាង not a manager មិនមែនជាអ្នកដែលគ្រប់គ្រងតែប៉ុណ្ណោះតែគឺគាត់ជាអ្នកកសាងធ្វើអ្វីដែលថ្មីមិនគ្រាន់តែថែទាំឲ្យល្អប៉ុណ្ណឹងទេចាអញ្ចឹងយើងមើល manager and builder okay all right so what happened when he learned that he was actually a builder not just a manager មានអីកើតឡើងតាំងទី2 he moved to Nashville ចាគាត់បានរើផ្ទះរបស់គាត់ពីទីក្រុងតំពិតទីក្រុងនៅក្នុងរដ្ឋ Ohio ហ្នឹងទៅ Tennessee from Ohio to Tennessee and started a new Christian company ហើយគាត់ចាប់ផ្ដើមក្រុមហ៊ុន Christian ក្រុមហ៊ុនតន្ត្រី Christian ថ្មីមួយដោយសារគាត់ដឹងអំពីអំណោយទានរបស់គាត់ he hired someone នឹងគាត់បានជួលគេមកធ្វើការជំនួសគាត់ as president to manage ហ្នឹងហើយអញ្ចឹងគាត់ជួលគេឲ្យគេមកធ្វើជា manager ជំនួសគាត់ Steve focused on building and vision the company flourished ចាអញ្ចឹង Steve គាត់ដឹងថាគាត់ប្រកែកខាងកសាងគាត់ផ្ដោតទៅលើរឿងកសាងហើយនឹងរឿងដាក់ចក្ខុវិស័យទៅហើយទីបំផុតក្រុមហ៊ុនក៏បានរីកចម្រើនធំធាត់ so the key takeaway wisdom is not doing everything yourself it's knowing who you are and who you need ចាអញ្ចឹងប្រាជ្ញាមិនគ្រាន់តែជាការមួយដែលយើងខំធ្វើរឿងទាំងអស់គ្រប់យ៉ាងខ្លួនឯងទេប៉ុន្តែការដែលយើងដឹងថាយើងគឺជានរណាគេហើយយើងត្រូវការនរណាគេមកជួយក្នុងការងាររបស់យើងនឹងហើយជាប្រាជ្ញាខ្ចីដៃគេឲ្យធ្វើការជំនួសយើងអូខេ leadership insight leadership is not a title it's who you are ភាពជាអ្នកដឹកនាំមិនមែនជាចំណងជើងឬក៏តំណែងរបស់យើងទេវាជាអ្វីដែលមាននៅក្នុងចិត្តរបស់យើងក្នុងជីវិតរបស់យើងក្នុងខ្លួនរបស់យើងចាអញ្ចឹងកុំឲ្យថាអូបើខ្ញុំបានធ្វើមេគេខ្ញុំនឹងផ្លាស់ប្ដូរវានឹងរីកចម្រើនបើខ្ញុំជាមេមែនទេ it's not a title មិនមែនជាចំណងជើងមិនមែនជាតួនាទីទេប៉ុន្តែវាជាយើងភាពជាយើង knowing your strengths and weaknesses brings balance ការដែលយើងស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងវានាំឲ្យជីវិតយើងមានតុល្យភាពបើយើងអត់ស្គាល់ទេវានឹងផ្អៀងមកខាងហើយ character builds trust អត្តចរិតកសាងទំនុកចិត្តចា character ហ្នឹងប្រហែលជាខ្ញុំបកស្រាយត្រូវ
character ហ្នឹងមិនថាយើងជាមនុស្សស្មោះត្រង់យើងជាមនុស្សឧស្សាហ៍ព្យាយាមយើងជាមនុស្សអត់ធ្មត់យើងជាមនុស្សពេញដោយសន្តិភាពអាហ្នឹងជា character ហើយក៏ទុកចិត្តយើងបានយើងអត់ចេះគប់កេងយើងអត់ចេះទៅសេវិក័យប័ត្របំភ្លើសចំនួនអីចឹងណាទៅសេវិក័យប័ត្រខ្លួនឯងហ្នឹងជា character ចាយើងតែងតែរស់រាយរាក់ទាក់ហើយស្រឡាញ់មនុស្សគ្រប់គ្នាហ្នឹងក៏ជា character អញ្ចឹងពាក្យ character ហ្នឹងវាលើសពីពាក្យអត្តចរិតហ្នឹងទៀតវាទលំទលាយខ្លាំងមែនតើចាបើថាអ្វីដែល strong ជា foundation ជាគ្រឹះនៅក្នុងជីវិតមនុស្សម្នាក់ៗ character okay តោះឥឡូវដល់ reflection activity reflection time ចាយើងអាចទៅសេ3ពាក្យ write 3 words that describe your character បើគេឲ្យយើងបរិយាយពីបុគ្គលិកលក្ខណៈឬក៏អត្តចរិតរបស់យើងតើយើងនឹងទៅសេថាខ្លួនឯងថាម៉េច You can be funny you curious you creative joyful ចាយើងមានអំណរយើងរស់រាយរាក់ទាក់យើងស្អាតមិនស្អាត sorry យើងឆ្លាតហ្នឹងហើយអូខេស្អាតវាជារឿងខាងក្រៅតែ character នឹងវាជានៅខាងក្នុងតែវាស្អាតស្អំអូខេ yeah okay ask are these who I am today or who I want to become ចឹងសួរថាទាំងអស់ហ្នឹងតែយើងនិយាយ character ពី3ពាក្យមិញហ្នឹងតើអ្វីហ្នឹងទាំងអស់ហ្នឹងយើងមានរាល់ថ្ងៃឬក៏ជាអ្វីដែលយើងនឹងចង់ឲ្យយើងខ្លាចទៅជាមនុស្សចឹងដល់ពេលអនាគតឧទាហរណ៍ថា I'm not that friendly ឧទាហរណ៍ថា friendly ហ្នឹងហើយចង់ធ្វើជាមនុស្សដែលរស់រាយរាក់ទាក់ relational ឲ្យតម្លៃលើទំនាក់ទំនងតែឥឡូវនេះយើងគ្រាន់តែឃើញមនុស្សយើងទៅពួនបាត់យើងទៅរត់បាត់ហើយខ្ញុំគិតអំពីពាក្យ introvert អ្នកខ្លះពួនពីក្រៅពាក្យហ្នឹងចាតែពិតខ្ញុំហ្នឹងក៏ introvert តែខ្ញុំពិតជាចូលចិត្តមនុស្សខ្ញុំចូលចិត្តមនុស្សត្រង់ថាខ្ញុំស្រឡាញ់មនុស្សប៉ុន្តែបើថាឲ្យទៅនិយាយច្រើនអត់ប្រកែកនិយាយច្រើនយូរពេកទេតែបើថា one on one yeah good enjoy តែបើថាឲ្យទៅមកជួបគេស្រាប់តែ small talk ខ្ញុំអត់ប្រកែកនិយាយតិចគេហៅថា small talk ហ្នឹងមិនសូវប្រកែកប៉ុន្តែខ្ញុំចង់ប្រកែកខ្ញុំចង់ better ជាងហ្នឹងដូចយើងមើលឃើញមិញមុនហ្នឹងអញ្ចឹងស្លាញ់ថា leadership is a lifelong journey ហ្នឹងហើយអញ្ចឹងភាពជាអ្នកដឹកនាំគឺយើងត្រូវតែរៀនរហូតពេញមួយជីវិតរបស់យើងអញ្ចឹងអ្វីដែលយើងខ្សោយយើងអាចពង្រឹងពីព្រោះដូចការងារមួយចំនួនបើយើងចង់ធ្វើជាអ្នកដឹកនាំយើងអាចពួនបានយើងត្រូវតែចេះប្រឈមមុខយើងត្រូវតែចេះឈរមាំយើងត្រូវតែចេះរស់រាយរាក់ទាក់ជួបមនុស្សកសាងទំនាក់ទំនងយើងអាចពួនបានទេពួនបានដែរប៉ុន្តែកុំឆ្ងល់ថាដែលយើងអត់ឡើងតំណែងយើងអត់ឡើងប្រាក់ខែហេតុអីបានគេអត់ឃើញយើងមកយើងទៅពួនបាត់ហើយចាអញ្ចឹងយើងត្រូវតែបន្តអភិវឌ្ឍខ្លួន share with a partner or comment below ហ្នឹងហើយអញ្ចឹងមានអីចែករំលែកអាច comment ឲ្យ page របស់ខ្ញុំរស់រវើកជាងនេះតិចកុំឲ្យស្ងាត់ពេកចាអញ្ចឹងជួយ comment ជួយ share ឲ្យទាំងអស់គ្នាបានឃើញហើយសង្ឃឹមថាទាំងអស់គ្នារៀនបានច្រើនយើងមើលមក key takeaways ជាមួយគ្នា Leadership starts with self-reflection សង្ខេបមកភាពជាអ្នកដឹកនាំចាប់ផ្ដើមជាមួយនឹងការដែលយើងសេចក្ដីគិតស្គាល់ខ្លួនឯង Your identity and character form your leadership foundation ចាអញ្ចឹងយើងឃើញកន្លែងឫសរបស់ដើមឈើយើងឫសហើយនឹង character ហ្នឹងចាអត្តចរិតហ្នឹងវាកសាងនៅគ្រឹះសម្រាប់ភាពជាអ្នកដឹកនាំអញ្ចឹងបើសិនជាយើងអត់មានអត្តសញ្ញាណច្បាស់លាស់យើងមាន character ដែលមិនល្អយើងអត់មានគ្រឹះសម្រាប់កសាងភាពជាអ្នកដឹកនាំរបស់យើងទេ Knowing your strengths and weaknesses lead to wisdom ការយើងស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនធ្វើឲ្យយើងមានប្រាជ្ញាចាអញ្ចឹងយើងដឹងថាអូខេឥឡូវនេះខ្ញុំអត់ប្រកែប៉ុន្តែអ្នកណាគេជួយខ្ញុំបានអូខេឥឡូវនេះខ្ញុំអត់សូវប្រកែតែខ្ញុំធ្វើមិនអាចអភិវឌ្ឍខ្លួនឯងកន្លែងហ្នឹងបានអូខេអូឥឡូវនេះចំណុចខ្លាំងរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងទទួលធ្វើវាអញ្ចឹងយើងធ្វើមិនដឹងថានឹងជាចំណុចខ្លាំងរបស់យើងខ្ញុំធ្លាប់ស្ដាប់កន្លែងមួយថា how do you know that it's your gift it's your gifting បើថាការងារដែលគេធ្វើ3-4ថ្ងៃយើងធ្វើតែ2ម៉ោងហើយយើង enjoy នឹងអញ្ចឹងនឹងជាអីមួយដែលជួយប្រាប់យើងថានឹងជា gifting របស់យើងជាកាដូពីព្រះសម្រាប់ជីវិតយើងនឹងឲ្យយើងប្រកែកន្លែងហ្នឹង You are unique and created for a purpose យើងជាមនុស្សដែលខុសប្លែកពីគេហើយព្រះបានបង្កើតយើងសម្រាប់គោលបំណងរបស់ទ្រង់ចាអញ្ចឹងយើងកុំភ្លេចរូបដើមឈើហ្នឹងអ្វីជាឫសគឺ identity ឬគឺអត្តសញ្ញាណរបស់យើងសម្រាប់ខ្ញុំអត្តសញ្ញាណរបស់ខ្ញុំគឺជាកូនព្រះអត្តសញ្ញាណរបស់ខ្ញុំមិននៅក្នុងការងារមិននៅក្នុងទូនាទីមិននៅក្នុងចំណងជើងទេអញ្ចឹងការងារវាមកហើយវាទៅប៉ុន្តែភាពជាកូនព្រះ
វាអត្តន័យសម្រាប់ខ្ញុំអញ្ចឹងអរគុណព្រះអង្គនឹងជា identity របស់ខ្ញុំ character ចាអញ្ចឹងក្នុងនាមជាកូនព្រះអង្គសប្បត្តិឲ្យយើងជាមនុស្សមិនស្មោះត្រង់មានក្តីស្រឡាញ់មានការអត់ទោសអូខេទាំងអស់ហ្នឹងជា character ហើយចុងក្រោយ leadership ភាពជាអ្នកដឹកនាំអញ្ចឹងទាំងអស់ហ្នឹងវា flow ចេញពីអត្តសញ្ញាណហើយនឹងអត្តចរិតរបស់យើងនឹងឯងចាបង្កើតបានភាពជាអ្នកដឹកនាំមួយអូខេអញ្ចឹងនៅក្នុង episode ក្រោយយើងនឹងរៀនស៊ីជម្រៅទៀតនៅក្នុង chapter 1 ដដែលប៉ុន្តែយើងនឹងចូល episode 2យើងនឹងឃើញអំពី the difference between builder and manager អូខេយើងនឹងឃើញទាំងពីរហ្នឹង so don't forget see you in the next episode hope you are enjoying this video hope you learned something new thank you for learning with me keep learning keep growing keep reflecting and especially remember to lead from who you truly are. Bye. God bless. See you in the next video.